សួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះយើងមកបញ្ចប់មេរៀន operator នៅត្រង់ចំណុចទី4គឺ logical operator ចឹង logical operator មានអីគេខ្លះចឹងទី1គឺមានដូចជាសញ្ញានឹងគេហៅឆ្នុកនឹងគេថា like logical and ទី2គឺសញ្ញាត្រង់ពីរនេះគេហៅថា logical or ហើយមួយទៀតគឺសញ្ញា not សញ្ញាឧទាន logical not ចឹងឧទាហរណ៍ទី1ចឹងដាក់ include iOS TREAM include using namespace intermine ចឹងខ្ញុំ set មួយចឹងខ្ញុំទី1គឺខ្ញុំចង់និយាយពីឆ្នុកនឹងចឹងទី1គឺខ្ញុំ set integer a ស្មើ10ហើយ b ស្មើ20ចឹងយើង cout មក cout យើង cout ចឹងពួក operator ចឹងខ្ញុំប្រើវងកញ្ចក់ដើម្បីសង្កត់អីមួយចឹងខ្ញុំដាក់ a ធំជាង5ហើយខ្ញុំដកឃ្លាខ្ញុំដាក់នឹង b ធំជាង15ចឹងខ្ញុំ run ចឹងវាចេញ1ហេតុអ្វីបានជាវាចេញ1ចឹងនៅពេលដែលវាចេញលេខ1គឺមានន័យថាវា true ហើយបើវាចេញលេខ0គឺវា false ចឹងមានន័យថាកន្លែងនេះ a 10ធំជាង5ត្រូវ b ធំជាង20ធំជាង15ចឹង true ចុះបើសិនជាខ្ញុំដាក់ like 500 150ហើយកន្លែងនេះខ្ញុំដាក់50ចឹងតើវាចេញអីចឹងវាចេញ0វាចេញ false វាចេញ false yeah 0មួយទៅចឹងខ្ញុំឧទាហរណ៍ទី2គឺ logical or ចឹងខ្ញុំ set ខ្ញុំដាក់ cout ហើយបើកវងកញ្ចក់បើ a ធំជាង5b ធំជាង25ចឹងវាចេញគេយើង run មកចឹងវាចេញលេខ1ហើយដោយវាចេញលេខ1ចឹងមានន័យថា b 20ធ្វើម៉េច20ត្រូវតែតូចជាង25តែកន្លែងនេះគឺ false ហើយចឹងវាមានន័យថាវាមាន2ជម្រើសគឺទី1អាកន្លែង a បូកជម្រើសទី1គឺ true ហើយជម្រើសមួយទៀតគឺ false ចឹងភាគច្រើនវាចាប់ true មុនហើយចាប់ true ហើយភាគច្រើនតែភាគតិចណាស់ដែលវាចាប់ false ចឹងទី3គឺនិយាយពី logical not ចឹងខ្ញុំឧទាហរណ៍ចឹងខ្ញុំ cout យើងដាក់សញ្ញា not មកយើងដាក់វងកញ្ចក់គឺយើងដាក់a ស្មើ b ចឹងវាចេញអីវាចេញ0ឬក៏ចេញ1ចឹងយើង run គឺវាចេញ0ហេតុអ្វីបានវាចេញ0ចឹង a មែន a ដក a ស្មើ10ហើយទៅវាស្មើ b អត់ b គឺស្មើមែន b ស្មើ20ចឹង10និង20អត់ស្មើគ្នាទេចឹងមានន័យថា10ខុសពី20ចឹងសម្រាប់ logical operator យើងមានតែប៉ុណ្្នឹងជម្រាបលាអ្នកនរគ្នា